បាទសូមជម្រាបសួរគឺជាសួស្តីទៅដល់បងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំសូមមកបង្ហាញបងប្អូនទាំងគ្នាអំពីរបៀបនៃការបង្កើត email ឆ្នាំ2025ឥឡូវមកឲ្យខាត់ពេលវេលាយូរបងប្អូនទាំងគ្នាហើយចូលទៅធ្វើទាំងគ្នាដំបូងបងប្អូនត្រូវមានកម្មវិធីឈ្មោះ email មួយសិនមកហើយបន្ទាប់មកយើងคลิกលើមួយហ្នឹងមកឥឡូវខ្ញុំមាន email មួយបងប្អូនទាំងគ្នាឥឡូវបើសិនជាយកអត់មាន email ទេវាចេញពាក្យផ្សេងអញ្ចឹងតែឥឡូវខ្ញុំសូមមកបង្កើតនៅកន្លែងនេះតែម្ដងហើយនេះជួយលើកពាក្យ Google នេះមកបន្តមកទៀតយើងចុចទៅលើពាក្យថា create account ហើយជាពាក្យថា for my personal use ហើយត្រង់ចំណុចនេះគឺយើងវាយតកូលរបស់យើងមកឥឡូវយើងវាយថាខ្មែរកូនខ្មែរបងប្អូនវាយខ្លួនឯងមកឈ្មោះនឹងតកូលខ្លួនឯងខ្ញុំវាយគាត់ណាសាបកើតនេះតោះមកជួយពាក្យថា next ហើយកន្លែងនេះដាក់ថ្ងៃខែឆ្នាំកំណើតឥឡូវខ្ញុំសូមដាក់ចោលសិនទៅតមកនេះយើងយក page ពាក្យថា mail គឺមនុស្សប្រុសហើយនិង female គឺមនុស្សស្រីពាក្យថា mail មកហើយជួយថា next ហើយបន្តមកទៀតកន្លែងនេះគឺយើងត្រូវទៅសេឈ្មោះ email របស់យើងខ្ញុំសូមសេពាក្យថាកូនខ្មែរ32ចឹងចាស់អូខេតោះមកជួយពាក្យថា next ដោយសារឈ្មោះនេះគឺមានអ្នកប្រើជាងខ្ញុំឲ្យលេខថែមតិចមកបើលេខ199អញ្ចឹងមកឥឡូវឈ្មោះនេះយើងបានបន្តហើយត្រង់ចំណុចនេះគឺយើងត្រូវវាយពាក្យសម្ងាត់របស់វាសម្រាប់ពាក្យសម្ងាត់ហ្នឹងអូខេបងប្អូនអ្នកខ្ញុំបានបំពេញពាក្យសម្ងាត់រួចរាល់ហើយជួយពាក្យថា next ទៀតមកឥឡូវវាកំពុងដំណើរការត្រង់ចំណុចនេះគឺយើងវាយលេខទូរស័ព្ទរបស់យើងចូលមកឥឡូវខ្ញុំសូមវាយលេខទូរស័ព្ទខ្ញុំ31តោះមកយើងពាក្យថា next តទៀតអូខេបងប្អូនឥឡូវគឺយើងចាំទទួលលេខកូដនៅទូរស័ព្ទរបស់យើងមកឥឡូវខ្ញុំបានលេខកូដមកហើយ82 14 11តបមកជួយពាក្យថា next តទៀតមកអូខេបងប្អូនឥឡូវជួយពាក្យថា next ទៀតយើង scroll មកខាងក្រោមហើយយើងជួយពាក្យថា create មកអូខេបងប្អូនអ្នកឥឡូវគឺយើងបានបង្កើតជោគជ័យហើយឥឡូវយើងចង់ដល់យើងចូលមកកន្លែង account នេះមកនេះបងប្អូនអ្នក account ដែលយើងបានបង្កើតមិញអូខេបងប្អូនអ្នកវីដេអូរបស់យើងគឺរបៀបបង្កើត email គឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនអ្នកចូលចិត្តនៅវីដេអូសូមជួយ subscribe channel របស់ខ្ញុំផងអរគុណ